ថ្ងៃទី22ខែកុម្ភៈឆ្នាំ2026 Mexico កំពុងស្ថិតនៅក្នុងភាពចលាចលពេញទំហឹងផ្លូវលឿនលឿនត្រូវបានបិទដោយយានយន្តកំពុងឆែកផ្សារទំនើបត្រូវបានដុតអាកាសយានដ្ឋានមានភាពភ័យខ្លាចនិងជើងហោះហើរត្រូវបានលុបចោលមើលតាមផ្ទៃប្រទេសវាហាក់បីដូចជាការចាប់ផ្ដើមនៃសង្គ្រាមស៊ីវិលមួយប៉ុន្តែអំពើហិង្សាដែលកើតឡើងពើតែមួយនេះគឺជាប្រតិកម្មដ៏អស់សង្ឃឹមចំពោះដំណឹងតែមួយប៉ុណ្ណោះ Nemesio Oseguera Cervantes ដែលគេស្គាល់ថា El Mencho មេដឹកនាំក្រុមអុកក្រិតកម្មគ្រឿងញៀន Jalisco New Generation ដែលមានអំណាចខ្លាំងនិងសាហាវត្រូវបានសម្លាប់ហើយបន្ទាប់ពីអាជ្ញាធរតាមប្រម៉ាញ់អស់រយៈពេលជាច្រើនឆ្នាំមេគ្រឿងញៀនដែលលាក់ខ្លួនយ៉ាងជំនាញនេះទីបំផុតបានជួបផ្លូវចុងបញ្ចប់របស់ខ្លួនដើម្បីយល់ពីបទអុកក្រិតដ៏ធ្ងន់ធ្ងរនៃអ្វីដែលបានកើតឡើងនៅខែកុម្ភៈឆ្នាំ2026យើងត្រូវតែត្រឡប់ក្រោយបន្តិចហើយស្វែងយល់ថាបុរសដែលធ្វើឲ្យប្រទេសទាំងមូលរស់នៅក្នុងភាពភ័យខ្លាចនោះជានរណាកើតក្នុងឆ្នាំ1966នៅរដ្ឋមីជូអាកាន់ El Mencho មិនស្រឡាញ់ជីវិតបែបបង្ហាញខ្លួនជាសាធារណៈនិងការចាប់អារម្មណ៍ពីមហាជនដោយអ្នកជួញគ្រឿងញៀនផ្សេងៗទេគេថាគាត់ជាមនុស្សដូចខ្មោចគាត់ដឹកនាំក្រុមរបស់ខ្លួនពីក្រោយខ្នងមិនបង្ហាញមុខជាសាធារណៈឡើយនៅទសវត្សរ៍1980នៅអាយុត្រឹមតែ19ឆ្នាំគាត់ត្រូវបានចាប់ខ្លួននៅទីក្រុង San Francisco ពីបទជួញដូរហេរ៉ូអ៊ីនបន្ទាប់ពីត្រូវផ្ដន្ទាទោសនៅបណ្ដេញចេញពីសហរដ្ឋអាមេរិកគាត់សូម្បីតែធ្លាប់ធ្វើការជាប៉ូលីសក្នុងតំបន់មុននឹងឆ្លងចូលពិភពអុកក្រិតកម្មយ៉ាងពេញលេញការឡើងកាន់អំណាចពិតប្រាកដរបស់គាត់ចាប់ផ្ដើមប្រហែលឆ្នាំ2009ពេលគាត់បង្កើតក្រុម Jalisco New Generation Cartel CGNG ក្នុងរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ CGNG ក្លាយជាអង្គការអុកក្រិតកម្មដែលរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោកក្រៅពីបញ្ជូនសារធាតុ Fentanyl និង Methamphetamine ចូលទៅសហរដ្ឋអាមេរិកយ៉ាងច្រើនក្រុមរបស់ El Mencho ក៏ល្បីដោយសារអំណាចបែបយោធាដូចជា drone បំពេតគ្រាប់បែកកំជ្រួចបាញ់គ្រាប់បែកនិងភាពសាហាវខុសឃ្លាវមិនធ្លាប់មានដែលមិនលើកឡើងទាំងគូប្រជែងប្រជាពលរដ្ឋឬមន្ត្រីរដ្ឋជាន់ខ្ពស់ឡើយប៉ុន្តែតើធ្វើដូចម្តេចដើម្បីចាប់អុកក្រិតជនម្នាក់ដែលមានកងទ័ពផ្ទាល់ខ្លួននៅក្នុងដៃចម្លើយមកពីកំហុសដ៏ធ្ងន់ធ្ងរមួយដែលត្រូវបានយកអត្ថប្រយោជន៍ដោយស៊ើបការមិចស៊ិកក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកហើយដោយដែលជាញឹកញាប់កើតឡើងក្នុងប្រវត្តិសាស្ត្រមេអុកក្រិតធំៗចំណុចខ្សោយគឺមនុស្សជិតស្និទ្ធរបស់គាត់ផ្ទាល់ភ្នាក់ងារសម្ងាត់ដែលតាមដានមើលដៃគូស្នេហាម្នាក់របស់ Oseguera បានរកឃើញការណាត់ជួបមួយដែលក្រុងធ្វើឡើងនៅកសិដ្ឋានដាច់ស្រយាលមួយលើភ្នំនៃតាផៅផានេះគឺជាឱកាសដែលពួកគេរងចាំអស់ជាច្រើនឆ្នាំនៅព្រឹកថ្ងៃអាទិត្យទី22ខែកុម្ភៈអន្ទាក់ត្រូវបានដាក់កងកម្លាំងពិសេសនិងទាហានថ្មើរជើងដែលមានហេលីកូបទ័របានឡោមភួតតំបន់នោះប៉ុន្តែការឆ្លើយតបកងអង្គរៈរបស់ El Mencho គឺសាហាវខ្លាំងគឺបើកការបាញ់ប្រហារដោយប្រើកាំជ្រួចបាញ់គ្រាប់បែកនិងអាវុធធន់ធ្ងន់ដើម្បីគ្រប់គ្រងការរត់គេចរបស់មេដឹកនាំដែលបានរត់ចូលព្រៃក្រាស់នៅជុំវិញដោយភាពអស់សង្ឃឹមនៅទីបំផុត El Mencho ត្រូវបានតាមរកឃើញជំនោមដើមឈើគាត់រងរបួសធ្ងន់ដោយគ្រាប់កាំភ្លើងជាមួយអង្គរៈ2នាក់ហើយត្រូវបានចាប់ខ្លួនទាំងនៅរស់អាជ្ញាធរយោធាបានរៀបចំដឹកជញ្ជូនបន្ទាន់តាមអាកាសស្ទើរមន្ទីរពេទ្យនៃទីក្រុង Mexico សង្ឃឹមថានឹងជួយសង្គ្រោះជីវិតគាត់ដើម្បីនាំទៅកាត់ទោសប៉ុន្តែវាយឺតពេលហើយ Nemesio Oseguera Cervantes ស្លាប់នៅលើយន្តហោះក្នុងអាយុ59ឆ្នាំរាជការនៃភាពភ័យខ្លាចរបស់ El Mencho ត្រូវបានបិទបញ្ចប់ប៉ុន្តែការឡើងកាន់អំណាចយ៉ាងលឿនសាហាវនិងឥតមេត្តានេះមិនអាចឲ្យប្រទេសជិតខាងមិនអើពើបានទេសម្រាប់សហរដ្ឋអាមេរិកក្រុម Jalisco មិនមែនគ្រាន់តែជាអង្គការអុកក្រិតកម្មទេប៉ុន្តែជាការគំរាមកំហែងពិតប្រាកដដល់សន្តិសុខជាតិអង្គការប្រឆាំងគ្រឿងញៀនអាមេរិកចាត់ទុក El Mencho ជាអ្នកទទួលខុសត្រូវលេខ1ចំពោះវិបត្តិ Fentanyl សារធាតុញៀនសំយោគដែលកំពុងបំផ្លាញតាមផ្លូវនឹងទីក្រុងនានានៅសហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរដោយហេតុនេះក្បាលរបស់គាត់ត្រូវបានដាក់ប្រាក់រង្វាន់ដល់ទៅ$15 លានដែលជាចំនួនខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រអុកក្រិតកម្មខាងក្រោយឆាកសម្ពាធនយោបាយពីទីក្រុង Washington លើរដ្ឋាភិបាល Mexico កាន់តែខ្លាំងឡើងរហូតពិបាកទ្រាំទ្រអ្នកស៊ើបការអាមេរិកបានបណ្ដាញអានីមដោយស្ទាក់ចាប់សារទំនាក់ទំនងសម្ងាត់និងប្រើ drone ស៊ើបអង្កេតកម្ពស់ខ្ពស់បើគ្មានការគ្រប់គ្រងបច្ចេកវិទ្យាធំធេងនេះនិងព័ត៌មានជំនួយបន្តបន្ទាប់ពីសហរដ្ឋអាមេរិកការស្វែងរកខ្មោចម្នាក់នេះស្ទើរតែមិនអាចធ្វើទៅបានឡើយគោលដៅចុងក្រោយរបស់អាមេរិកច្បាស់លាស់ណាស់ចាប់ខ្លួនគាត់ទាំងនៅរស់ហើយបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីដាក់ឃុំខ្លួនពន្ធនាគារការពារខ្ពស់បំផុតនៅរដ្ឋ Colorado ដោយដែលធ្លាប់បានធ្វើជាមួយ El Chapo ភ្លាមពេលដំណឹងការស្លាប់របស់គាត់រីរាលដាល CJNG បានបង្កភាពចលាចលដោយនរោបើកចំហពិធីកររបស់ក្រុមគឺច្បាស់ណាស់បង្កភាពវឹកវរខ្លាំងបំផុតដើម្បីបង្កភាពភ័យខ្លាចដល់រដ្ឋាភិបាលនិងបង្អាក់ចលនារបស់កងទ័ពក្នុងរយៈពេលប៉ុន្មានម៉ោងមានការបិទផ្លូវដោយក្រុមគ្រឿងញៀនឬ Narco Blockage ចំនួនលើ85ករណីនៅក្នុងមួយផ្ទៃរដ្ឋផ្សេងៗទីក្រុងសំខាន់ដូចជា Guadalajara ត្រូវបានបញ្ឈប់សកម្មភាពស្ទើរតែទាំងស្រុងពន្ធនាគារជាច្រើនត្រូវបានវាយប្រហាររួមទាំងការរត់គេចពីពន្ធនាគារដ៏ហិង្សានៅ Puerto Vallarta ផងដែរស្ថាននិងផ្សារទំនើបត្រូវបានដុតឆេះរដ្ឋាភិបាលត្រូវបង្ខំចិត្តដាក់ពង្រាយកម្លាំងយ៉ាងធំសម្បើមលើស 10,000 នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃដើម្បីបង្ក្រាបភាពចលាចល
វាជាការបង្ហាញអំណាចយោធាយ៉ាងច្បាស់ដែលបណ្ដាលឲ្យស្លាប់ទាំងភ្នាក់ងារកងការពារជាតិនិងជនសង្ស័យជាច្រើនអ្នកការសម្លាប់ El Mencho គឺមានការសង្ស័យថាជាអំពើវាយប្រហារដ៏ធំមួយប៉ុន្តែឈាមស្រក់ជាប្រវត្តិសាស្ត្រនៃការជួញដូរគ្រឿងញៀននៅមិចស៊ីកូបង្រៀនមេរៀនដ៏រឹងមាំមួយពេលកាត់ក្បាលពោះម្ដងមានក្បាលថ្មីកើតឡើងវិញយើងធ្លាប់ឃើញរឿងនេះនៅឆ្នាំ2016ពេលចាប់ខ្លួន Joaquin El Chapo Guzman បានដោយចុងក្រោយនៅពេលនោះគម្លាតអំណាចដែលនៅសល់ពីការចាប់ខ្លួន El Chapo បានអនុញ្ញាតឲ្យ El Mencho និងក្រុម Jalisco ដែលទើបកើតថ្មីពង្រីកអំណាចខ្លាំងដោយភ្លើងឆេះព្រៃថ្ងៃនេះក្រោយ10ឆ្នាំប្រវត្តិសាស្ត្រអាចនឹងកើតឡើងម្ដងទៀតប៉ុន្តែបញ្ច្រាស់ទៅការអវត្តមានរបស់មេដឹកនាំដាច់អំណាចដោយ El Mencho ស្ទើរតែប្រកាសថានឹងបង្កសង្គ្រាមប្រកួតស្នងតំណែងយ៉ាងឃោរឃៅនៅក្នុងក្រុមឥឡូវនេះខណៈដែលខ្មោច El Mencho បានដួលរលំតើនរណានឹងឡើងជំនួសគាត់ដឹកនាំក្រុម Jalisco New Generation Cartel ចម្លើយចំពោះសំណួរនេះគឺជាសុបិនអាក្រក់ពិតប្រាកដសម្រាប់រដ្ឋាភិបាលមិចស៊ីកូអ្នកស្នងតំណែងតាមខ្សែស្រឡាយដូចជាកូនប្រុសរបស់គាត់ Ruben ដែលគេស្គាល់ថា El Menchito ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារការពារខ្ពស់បំផុតនៃសហរដ្ឋអាមេរិកជាយូរហើយនេះធ្វើឲ្យវាលប្រកួតនៅសល់សម្រាប់មេដឹកនាំរងដែលសាហាវបំផុតរបស់គាត់មាន Hugo Gonzalo Mendoza Gaitan ឬហៅថា El Sapo ជាអ្នកសម្លាប់ដ៏ឃោរឃៅដែលត្រូវគេដឹងថាបានរៀបចំការសម្លាប់រងាលអាក្រក់បំផុតជាច្រើនរបស់ក្រុមខាងមួយទៀតមានកូនជុំរបស់ El Mencho គឺ Juan Carlos Valencia Gonzalez ដែលមានឈ្មោះហៅក្រៅ El Cero 3ដែលគ្រប់គ្រងក្រុមវាយប្រហារអេលីតដ៏គួរឲ្យភ័យខ្លាចរបស់អង្គការដោយគ្មានមេដឹកនាំកណ្ដាលដែលមានអំណាចដាច់ខាតដូច El Mencho ដើម្បីរក្សាសមតុល្យអ្នកជំនាញផ្នែកសន្តិសុខជឿជាក់ថាក្រុមនេះនឹងបែកបាក់ជាច្រើនផ្នែកការស្រកឈាមពិតប្រាកដដែលកំពុងរងចាំមិចស៊ីកូក្នុងសប្តាហ៍ខាងមុខនឹងមិនត្រឹមតែជាការប្រយុទ្ធប្រឆាំងកម្លាំងរដ្ឋទេប៉ុន្តែជាសង្គ្រាមផ្ទៃក្នុងយ៉ាងសាហាវរវាងមេដឹកនាំទាំងនេះដើម្បីដណ្ដើមអំណាចនិងប្រាក់ពាន់លានដុល្លាររបស់អាណាចក្រគ្រឿងញៀន Jalisco ជួបគ្នាវីដេអូក្រោយអរគុណជម្រាបលាហេងៗទាំងអស់គ្នា